កាន់សាលា Master IT ហើយក៏សូមស្វាគមន៍ផងដែរមកកាន់វគ្គសិក្សាខ្ល้ายជាអ្នកជំនាញអភិវឌ្ឍ System បាទក្នុងវីដេអូនេះយើងនិយាយពីមេរៀនទី2គឺការណែនាំពី Media.js Quasar និង MongoDB បាទចំណុចចាប់ផ្ដើមគឺយើងនិយាយអំពី Media Structure បាទចំណុចទី1នេះគឺយើងសិក្សាអំពី Quasar បាទចំណុចទី2នេះគឺយើងសិក្សាអំពី View Router ចំណុចទី3គឺយើងសិក្សាទៅលើការអនុវត្តអញ្ចឹងគឺការអនុវត្តនេះគឺយើងសិក្សាទៅលើការ design និង business process របស់ system បាទចំណុចទី4នេះគឺយើងសិក្សាអំពី collection និង media method បាទចំណុចទី5គឺយើងប្រើប្រាស់ collection method បាទសម្រាប់ការអនុវត្តបច្ចេកបាទចំណុចទី6នេះគឺយើងសិក្សាទៅលើ print.js បាទអញ្ចឹងគឺ print.js នេះគឺយើងសិក្សាទៅលើការ print invoice ការប្រើប្រាស់ print report បាទចំណុចទី7គឺយើងសិក្សាទៅលើ user authentication បាទចំណុចទី8នេះគឺការដំឡើងប្រព័ន្ធគ្រប់គ្រងបាទដាក់ឲ្យគេប្រើប្រាស់ឬមួយក៏ដាក់នៅលើកុំព្យូទ័រផ្សេងៗឥឡូវយើងមកដល់ចំណុចចាប់ផ្ដើមគឺ media structure អញ្ចឹងដើម្បីងាយស្រួលក្នុងការបញ្យល់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមបង្កើត project ថ្មីបាទបន្ទាប់មកយើងចុច shift រួច mouse ស្ដាំរួចយកពាក្យ open PowerShell window here បាទបន្ទាប់មកយើងសរសេរ command ដើម្បីបង្កើត project របស់យើងបាទរួចចុច enter បាទបន្ទាប់មកយើងចូលទៅកាន់ folder Master IT Shop បាទរួចយើងចុច code dot បាទដើម្បីចូលទៅកាន់ផ្ទាំងសរសេរ code បាទឥឡូវខ្ញុំសូមណែនាំពី structure របស់វាតែម្ដងទៅបាទអញ្ចឹង dot media នេះបាទ dot media នេះវាជា media framework source បាទ source របស់ media អញ្ចឹងយើងអត់ត្រូវការប៉ះពាល់ត្រង់ចំណុចហ្នឹងទេបាទចំណុចបន្ទាប់ហ្នឹងគឺ client ក្នុង client ហ្នឹងគឺមាន main.html និង main.js ចឹងអ្វីដែលយើងអាចប៉ះពាល់បានគឺនៅក្នុង main.js បាទនៅក្នុង main.js គឺមាន block code ដូចហ្នឹងចឹងគឺយើងមានការ config អ្វីផ្សេងៗគឺនៅក្នុងត្រង់ចំណុចហ្នឹងបាទចំណុចបន្ទាប់នោះគឺ import បាទនៅក្នុង import ហ្នឹងមានដូចជា API UI ដែលនៅក្នុង API នេះមានដូចជា collection បាទក្នុង block collection នេះគឺយើងសម្រាប់ធ្វើការបង្កើត collection បាទចំណែក block method គឺយើងតាក់ទងទៅនឹងការបង្កើត method ឬមួយក៏ function អ្វីផ្សេងៗហ្នឹងគឺនៅលើ server បាទអញ្ចឹងគឺក្នុង block API នេះគឺវាធ្វើការនៅលើ server បាទចំណែកក្នុង block UI នេះគឺយើងធ្វើការនៅលើ client បាទក្នុងនោះមាន component បាទទីទៀតយើងនឹងបង្កើតតាក់ទងទៅនឹង page route និងអ្វីផ្សេងៗគឺនៅក្នុង UI នេះបាទអញ្ចឹងចំណុច app.view នេះគឺជា root app បាទអញ្ចឹងវាគឺជា root app នៃ view របស់យើងបាទចំណុចបន្ទាប់នេះគឺ plugin.js អញ្ចឹងក្នុង block នេះគឺជាកន្លែងដែលយើង config plugin ឬក៏ add plugin បន្ថែមគឺនៅក្នុងត្រង់ចំណុច plugin.js នេះបាទចំណុចបន្ទាប់គឺ node module បាទ node module ហ្នឹងគឺជាកន្លែងផ្ទុក node package បាទ source របស់ node package ហ្នឹងបាទនៅក្នុងហ្នឹងគឺអញ្ចឹងគឺវាផ្ទុកនៅក្នុងហ្នឹងទាំងអស់បាទចំណុចបន្ទាប់នោះគឺ server បាទក្នុង server នេះមាន main.js បាទក្នុងនោះគឺតាក់ទងទៅនឹង block code របស់ server អញ្ចឹង block code របស់ server ហ្នឹងគឺវា import ចេញពី API config API method និង API publication បាទត្រង់ចំណុចនេះបាទអញ្ចឹងគឺវា import ចេញពី API ដែលមានដូចជា collection method និង publication បាទចូលមកដល់ចំណុចបន្ទាប់គឺតាក់ទងទៅនឹង package.json បាទអញ្ចឹង block នេះគឺយើងតាក់ទងទៅនឹង script បាទមាន run script media run បាន script អីផ្សេងៗគឺនៅក្នុង script ហ្នឹងហើយចំណុចនេះគឺតាក់ទងទៅនឹង dependency ដែលមានដូចជា Babel runtime ពួក view media tracker ហ្នឹងអញ្ចឹងក្នុងហ្នឹងគឺ package អញ្ចឹងគឺតាក់ទងព័ត៌មានអ្វីផ្សេងៗដូចជា script ដូចជា dependency អ្វីផ្សេងៗហ្នឹងគឺយើងអាចមកមើលនៅក្នុង block package នេះបាន
Bà sẽ đọc sức đây mà vẫn dựng bạn đăngពី media structure bà chẳng dựng đăng thà block code mùi na xâmรับthơ vây bà chẳng client xâmรับthơ vây bà khăn import nó cứ miền tuần tì class bà khăn UI xâmรับthơ vây bà khăn server nó cứ vô code pi block na class bà chẳng cứ dựng bạn đăng pi structure bảo vì bà video này xâm chọc trong tay bà này xâm ở cún chụp khá nó trong video khỏi tiết bà số đây từ tầng ngõ khné bà video vẽ mốt nhưng mà mình chọn nơi chấm nội media structure bà cho mà đo video này dương nâng từ sắc xàm pi khoa xa bên mà đo chẳng khoa xa nó cứ chia vậy bà nhớ khoa xa nó vì cứ chia UI framework ở video từ nâng ở bộ bootstrap đấy bà chẳng vì tây khăn ông bảo vệ cứ vị bia là CS vị bia là component chỉ ca sách bà chẳng dương cron là thưa ca hai vị pra ta bên nào bà đã mấy pra khoa xa bán dương từ tầm lại nguyên trong chị là bảo dương bà biết tầm lại cứ miền là pi được viết bà biết tí mối nó cứ ca tầm lang tam rìa CDN cứ content delivery network bà biết tí pí nó cứ ca tầm lang tam rìa NPM cứ node package manager tao lấy dân từ thua ca tầm lang tầng ngõ khné bạn chẳng chia từ 4 dân thua ca run project chỉ muốn sân bạn chẳng dân bao project bao giờ chỉ muốn đừng ở VS Code mất dân cho save mở sẽ đám rồi vô bị open power window here và dân cho code dot bà bắt đầu trên tiền VS Code dân ai ba command line như cái terminal nó khả VS Code này bạn để dân chạy control là gì nhà từ câu tật máu bà bị trên được này chẳng dân thuộc ca run bị chạy bao giờ nó không đi bàn bà dân vay media rồi chạy enter má chẳng dân ai run bị chạy bàn ấy dân ai new terminal trong trong này bàn tiền bà chẳng dân chạy trong trong này như nó mình chẳng khơi vì new terminal chẳng node này cứ vì run bị chạy bao giờ terminal thay mấy này cứ vì chia terminal đại vì bà tiền ngồi tiền này chẳng những cho node cứ bị chạy đại dương bàn rán chạy lờ chẳng vì tranh nhập tiền ngồi tiền bà lấy này bị chạy bao giờ thua ca run rồi hỡi mà chẳng như thua ca install tại mà đó đòi vậy command là đâm bay install bà đối cho enter bà mới tiết cứ bạn chẳng dân thua ca install file xa cho từក្នុងបញ្ជីរបស់យើងហើយបើចំណុចមួយទៀតគឺយើងតាក់ទងទៅនឹងការ config បើការ config នេះមានពីរដំណាក់កាលបាទដំណាក់កាលទី1គឺការ config style ហើយនិង component ចឹងគឺនេះគឺជាការ config style ហើយនិង component យើងមានការ import ខ្វ៉ាសាហើយនិងការប្រើប្រាស់ខ្វ៉ាសាបើចឹងពីចំណុចខាងលើហ្នឹងគឺតាក់ទងទៅនឹងការ config component បាទនេះគឺជាការ embed style វាយកមកប្រើប្រាស់តោះឥឡូវយើងទៅធ្វើការ config ទាំងអស់គ្នាបាទចឹងយើង config យើងចូលទៅកាន់ import បាទក្នុងនោះគឺយើងចូលទៅកាន់ plugin បាទចឹងយើងចុច control សញ្ញាតកៅទឹកដើម្បីដក terminal ចេញវិញបាទចឹងយើង config ត្រង់ចំណុចនេះចឹងយើងផាសកូដរបស់យើងមកបន្ទាប់មកយើងសរសេរត្រង់ចំណុចនេះបាទគឺចឹងគឺយើងសរសេរតាក់ទងទៅនឹងខ្វ៉ាសាចឹងខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើតប៊ូតុងរបស់ខ្វ៉ាសាបាទចឹងខ្ញុំធ្វើការ save បាទត្រង់ចំណុចនេះផងដែរបាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទចឹងគឺវាចេញដូចនេះបាទគឺយើងមើលត្រង់ចំណុចនេះអញ្ចឹងគឺកន្លែងហ្នឹងមានថាវារត់ឃើញដោយសារតែយើងអត់តាមបានធ្វើវាអូខេអញ្ចឹងយើងបកទៅកាន់កូដវិញបាទអញ្ចឹងខ្ញុំបិទត្រង់ចំណុចហ្នឹងចោលបាទរួចធ្វើការ save បកទៅមើលផ្ទាំងលទ្ធផលវិញបាទនេះគឺជាផ្ទាំងបង្ហាញលទ្ធផលបាទអញ្ចឹងឃើញថាប៊ូតុង home របស់យើងដើរបាទអញ្ចឹងខ្ញុំសូមធ្វើការដាក់ពណ៌ឲ្យវាអញ្ចឹងដាក់ color ឲ្យវាណាអញ្ចឹងយើងចូលទៅកាន់កូដវិញបាទអញ្ចឹងចូលទៅកាន់ app.view អញ្ចឹងខ្ញុំដាក់ color បាទ primary បាទមានអ្វីផ្សេងទៀតបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ icon ទៀតអញ្ចឹងចុះអញ្ចឹងគឺ icon អញ្ចឹងដាក់ home អញ្ចឹងខ្ញុំធ្វើការ save បាទរួចទៅមើលផ្ទាំងលទ្ធផលបាទនេះគេផ្ទាំងបង្ហាញលទ្ធផលបាទអញ្ចឹងឃើញថា
home បាទឃើញថាស្គាល់ពណ៌ប៉ុន្តែអត់ស្គាល់ icon ទេអញ្ចឹងយើងដល់ដំណាក់កាលមួយទៀតគឺដំណាក់កាល config icon បាទអញ្ចឹងយើងទៅកាន់ VS Code របស់យើងវិញបាទអញ្ចឹងគឺយើងដើម្បី config icon បានយើងអញ្ចឹងយើងចូលទៅកាន់ node module រួចចូលទៅកាន់ add quasar បន្ទាប់មកបាទ add quasar គឺ /extra បាទបន្ទាប់មកយើងចូលទៅកាន់ material icon បាទត្រង់ចំណុចនេះបាទអញ្ចឹងយើងអត់ copy folder material icon នេះមកទេអញ្ចឹងយើង copy តែ content ទេអញ្ចឹង content ហ្នឹងមាន web ហើយនឹងដល់ត្រង់ចំណុចនេះអញ្ចឹងយើងធ្វើការ copy មកអញ្ចឹងរួចបាទបង្កើត folder មួយគឺមានឈ្មោះថា public នៅ root root folder អញ្ចឹងគឺ new folder នេះមកអញ្ចឹងយើងដាក់ public បាទរួច enter មកបាទអញ្ចឹងយើងធ្វើការឈរលើវាបាទឈរលើវារួច control V បាទបន្ទាប់មកយើងចូលទៅបើកក្នុងកន្លែង plugin នេះវិញអញ្ចឹងយើងបើកកន្លែងអ្វីដែលយើងបានបិទនេះបាទអញ្ចឹងយើងធ្វើការ save បាទរួចទៅមើលផ្ទាំងបង្ហាញលទ្ធផលទាំងអស់គ្នាអញ្ចឹងយើង refresh មកបាទឃើញថា icon គឺស្គាល់អញ្ចឹងយើងអាចទៅសេ syntax quasar នៅក្នុងនឹងបានឥឡូវយើងចូលទៅកាន់ quasar ទាំងអស់គ្នាអញ្ចឹងយើងចូល Google មកយើង search quasar ឬក៏ quasar.dev ក៏បានដែរនេះបាទនេះគឺជា website official របស់ quasar អញ្ចឹងគឺយើងចូលត្រង់ចំណុចនេះបាទយើងយក version 1អញ្ចឹងយើងប្រើ view 2 គឺត្រូវនឹង quasar version 1បាទត្រង់ចំណុចនេះយើងមានការប្រើប្រាស់ view component អញ្ចឹងយើងប្រើប្រាស់ជាទូទៅគឺយើងប្រើប្រាស់ក្នុង view component ត្រង់ប៉ែកខាងនេះគឺមានដូចជាប៊ូតុងអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើប៊ូតុងជាមានប៊ូតុងជាច្រើនបាទមានច្រើន style ច្រើន mode ច្រើនបែបអញ្ចឹងយើងអាចចូលមក copy ឬក៏សរសេរតាមអញ្ចឹងយើងចង់ style ប៊ូតុងបែបនេះអញ្ចឹងយើងត្រូវសរសេរយ៉ាងដូចម្ដេចបាទគឺមានកូដឲ្យមើលស្រេចអញ្ចឹងឧទាហរណ៍ទៅលើកាតបាទកាតយើងចុចលើកាតមកយើង scroll ចុះមកក្រោមអញ្ចឹងគឺមានកាតជាឧទាហរណ៍អញ្ចឹងបើសិនជាយើងចង់បានកាតបែបនេះអញ្ចឹងតើយើងត្រូវធ្វើដូចម្ដេចអញ្ចឹងយើងចុចកន្លែងនេះមក view source បាទចុចត្រង់ចំណុចហ្នឹងហើយវាធ្វើការបង្ហាញឲ្យយើងឲ្យសោះកូដអញ្ចឹងយើងគ្រាន់តែសរសេរប៉ុណ្ណឹងគឺបានកាតដូចបែបបំមិញហើយបាទអញ្ចឹងគឺងាយស្រួលមែនតើអញ្ចឹងគឺមានច្រើនគឺមាន form មាន select មាន input text field មានរ៉ាត់យ៉យគឺមានស្អាតយើងអត់រហត់សរសេរ CS custom ខ្លួនឯងទេយើងគ្រាន់តែហៅ component របស់វាមកប្រើប្រាស់រួចដាក់ខ្លះបន្តិចបន្តួចគឺដើរមកស្អាតហ្មងចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ copy form ទាំងនេះយកទៅដាក់តែម្ដងបាទ copy form ទាំងមូលបដ ாய் បាទចឹងយកទៅផាសក្នុង project របស់យើង Control A រួច Control V បាទចឹងយើងធ្វើការ save បាទរួចទៅមើលលទ្ធផលបាទនេះគឺផ្ទាំងបង្ហាញលទ្ធផលឃើញថាវាមើលទៅឃើញស្អាតបាទអញ្ចឹងយើងទៅមើលបន្តបាទចំណុចបន្តអញ្ចឹងគឺមានកន្លែងហ្នឹងមួយហើយមានចំណុចផ្សេងអញ្ចឹងអ្នកទាំងអស់គ្នាអាចមក search បន្ថែមឬក៏ស្វែងយល់បន្ថែមពីក្នុង website Quasar នេះបានអញ្ចឹងគឺមាន grid បាទមានតកតង style អញ្ចឹងគឺមានច្រើនអញ្ចឹងមានដូចជា layout drawer បាទអញ្ចឹង layout drawer ហ្នឹងគឺនេះអញ្ចឹងគឺវា design យើងគ្រាន់តែ copy code យកទៅផាសគឺអាចប្រើបានតែម្ដងបាទសរុបសេចក្ដីមកវិញយើងបានដឹងពីរបៀបក្នុងការដំឡើង Quasar យើងដឹងពីរបៀបក្នុងការ config បាទ Quasar ហ្នឹងហើយយើងដឹងពីរបៀបប្រើប្រាស់មួយចំនួនយើងដឹងពី website official ដើម្បីរក component ងាយបាទអញ្ចឹងវីដេអូនេះសូមចប់ត្រឹមបាទសួស្តីអ្នកទាំងអស់គ្នាបាទវីដេអូវគ្គមុនយើងបានសិក្សាអំពី Quasar បាទចំណែកវីដេអូនេះយើងនឹងទៅសិក្សាអំពី View Router បាទ View Router វាជា feature ថ្មីមួយរបស់ View ដែលប្រើប្រាស់សម្រាប់ navigate ពី page មួយទៅកាន់ page មួយទៀតក្នុងវីដេអូនេះយើងមាន2ចំណុចបាទទី1គឺរបៀបក្នុងការដំឡើង បាទ
បាទទី2ហ្នឹងគឺរបៀបការ config ដល់ហើយយើងទៅកាន់ការអនុវត្តទាំងអស់គ្នាបាទឥឡូវយើងមកដល់ VS Code បាទអញ្ចឹងយើងត្រូវមាន pack ជាមុនសិនបាទដើម្បី link មក pack ទៅមក pack បាទបច្ចេករបស់យើងអត់តាន់មាន pack ទេអញ្ចឹងខ្ញុំបង្កើត folder មួយដែលមានឈ្មោះថា pack អញ្ចឹងមានអក្សរ S អញ្ចឹងបញ្ជាក់ថាក្នុងហ្នឹងផ្ទុកពពួក pack អញ្ចឹងមាន new file អញ្ចឹងគឺត្រង់ចំណុចនេះបាទគឺ new file របស់យើងមកគឺយើងដាក់ថា home pack home អញ្ចឹងមកបាទអញ្ចឹង save បាទបន្តមកយើងសរសេរបើក view បាទយើងដាក់ root បាទអញ្ចឹងខ្ញុំដាក់ x1 មកអញ្ចឹងខ្ញុំសរសេរបញ្ជាក់គេថានេះជា home pack បាទបន្តមកខ្ញុំ new file ទៀតបាទអញ្ចឹងមាន user.view បាទអញ្ចឹងបញ្ជាក់ថាវាជា pack របស់ user បាទអញ្ចឹងគឺមាន customer អញ្ចឹងយើងបើកមកយើងដាក់ឲ្យ customer ក្នុងនេះយើងមាន3 pack បាទមាន home user ហើយនិង customer បាទអញ្ចឹងយើងចង់បដូរពី pack ទៅមួយ pack ដោយប្រើប្រាស់ view router បាទដំបូងយើងធ្វើការ install វាជាមុនសិនអញ្ចឹងយើងអាចទៅមើល website official របស់វាបានបាទនេះវាជា website official របស់វាបាទអញ្ចឹងនេះគឺជា link បាទ router.view.org បាទអញ្ចឹងយើងអាច get start របស់វាបានបាទមានការដំឡើងហើយមានការប្រើប្រាស់យើង get start ទៅមានការ config អីផ្សេងៗបាទអញ្ចឹងខ្ញុំធ្វើការ copy រួចធ្វើការចូលទៅកាន់ VS Code ដើម្បីធ្វើការដំឡើងបាទអញ្ចឹងខ្ញុំធ្វើការ pass មករួចចុច enter បាទបន្ទាប់ពីខ្ញុំធ្វើការដំឡើងរួចខ្ញុំធ្វើការសរសេរបាទអ្វីផ្សេងៗដើម្បី config ឲ្យស្គាល់គ្នាអញ្ចឹងខ្ញុំធ្វើការបង្កើត folder មួយគឺមានឈ្មោះថា router បាទ router សូមអធិស្ឋានគឺ route បាទរួចចុច enter មកបាទបន្ទាប់មកខ្ញុំបង្កើត file បាទក្នុងហ្នឹងមួយគឺមានឈ្មោះថា index.js បាទបន្ទាប់មកយើងសរសេរបាទសរសេរអ្វីទាក់ទងទៅនឹងការ config នៅត្រង់ចំណុចនេះអញ្ចឹងទី1យើង import view មកប្រើបាទទី2ហ្នឹងគឺ import view router អញ្ចឹងគឺ view.use បាទបើមកយកមក view router បាទបន្តមកខ្ញុំប្រកាសអាញ្ញត្តិមួយគឺឈ្មោះថា router បាទវាជា array បាទយើងដាក់វាជា object មក array object បាទបន្តមកខ្ញុំសរសេរ component អញ្ចឹងគឺមាន path បាទគឺមាន path អញ្ចឹងឲ្យវា path គឺ path tate/tate អញ្ចឹងមកអញ្ចឹងយើងហៅ component home យកមកប្រើ component មកអញ្ចឹងយើងអាចសរសេរសញ្ញាបែបនេះរួចយើង import បាទ single quote dot slash សូមអធិស្ឋាន dot slash បាទអញ្ចឹងគឺ pack អញ្ចឹងយើងហៅ pack មួយណាអញ្ចឹង home.view មកប្រើអញ្ចឹងពេលដែលវាទៅកាន់ slash អញ្ចឹងវាហៅ component home.view មកប្រើបាទអញ្ចឹងយើងអាចដាក់ object មួយទៀតមកបាទ alt shift arrow down អញ្ចឹងយើងអាចដាក់ថានេះជា user អញ្ចឹងយើងអាចហៅ pack user បានក្នុងចំណុចនេះយើងធ្វើដូចមិញមកអញ្ចឹងគឺ customer បាទបន្តមកខ្ញុំធ្វើការបង្កើតអាញ្ញត្តិមួយទៀតអញ្ចឹងគឺ con ដូចគ្នាគឺ router ស្មើទៅនឹង new view router បើកកញ្ចក់រួចបើក object បាទតោះមកយើងដាក់ router ក្នុងហ្នឹងបាទនេះយើងដាក់អាញ្ញត្តិមួយនេះក្នុងនេះបាទបន្តមកយើង export អាញ្ញត្តិមួយនេះចេញ export default router export ហ្នឹងមានថាឲ្យគេហៅប្រើបានអញ្ចឹងអាចហៅប្រើពី index នេះបានអញ្ចឹងខ្ញុំទៅធ្វើការហៅប្រើនៅក្នុង client បាទរួច main បាទនេះគឺជារបៀប config អញ្ចឹងយើង import router របស់យើងបាទ from ពី import UI route បាទរួចយើង import ចូលទៅក្នុង new view
router បាទរួចយើងធ្វើការ save បាទ save ទាំងចំណុចនេះបាទបន្តមកយើងទៅធ្វើការប្រើប្រាស់នៅក្នុង app.view បាទត្រង់ចំណុចនេះសូមធ្វើការ clear code ចាស់ចោលដាក់ root បាទអញ្ចឹងគឺខ្ញុំដាក់ router view គឺផ្ទាំងបង្ហាញអញ្ចឹងខ្ញុំដាក់ទៅប៉ុណ្្នឹងទេរួចខ្ញុំធ្វើការ save បាទបន្ទាប់ពីយើង save ហើយយើងទៅមើលលទ្ធផលទាំងអស់គ្នាបាទនេះគឺជាផ្ទាំងបង្ហាញលទ្ធផលបាទអញ្ចឹងខ្ញុំសូមធ្វើការទៅកាន់ user រួច enter វាអញ្ចឹងវាហៅ component user មកប្រើបាទអញ្ចឹងខ្ញុំទៅកាន់ customer បាទអញ្ចឹងវាហៅ page customer មកប្រើអញ្ចឹងខ្ញុំអត់ហត់ចូលតាមនេះទេអញ្ចឹងគឺខ្ញុំត្រូវបង្កើតប៊ូតុងណាមួយដើម្បីចុចឲ្យទៅតែម្ដងអញ្ចឹងយើងទៅកាន់ code វិញបាទអញ្ចឹងខ្ញុំដាក់ត្រង់ចំណុចនេះអញ្ចឹងគឺខ្ញុំមាន router link អញ្ចឹងយើងអាចប្រើប្រាស់ router link បានត្រង់ចំណុចនេះយើងអាចដាក់មាន home មាន user អញ្ចឹងទៅកាន់ឈ្មោះ user មាន customer បាទអញ្ចឹងខ្ញុំធ្វើការ save រួចទៅមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងពេលដែលយើងចុច home បាទវាទៅកាន់ home ពេលដែលយើងចុចទៅកាន់ user វាទៅកាន់ user ពេលចុច customer ទៅកាន់ customer តោះឥឡូវយើងទៅកាន់ VR code អញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាបង្កើត page ថ្មីខ្ញុំឧទាហរណ៍ថា page item អញ្ចឹងចុះអញ្ចឹងគឺមាន page item បាទ .view អញ្ចឹងទៅបាទអញ្ចឹងខ្ញុំធ្វើការនេះអញ្ចឹងទៅនេះដាក់ div បាទរួចយើងដាក់ x1 មកយើងដាក់ថា item page អញ្ចឹងយើងគ្រាន់តែបង្កើត page ប៉ុណ្ណឹងរួចយើងធ្វើការ config បាទនៅក្នុង index មួយនេះបាទដោយធ្វើការ copy paste បាទរួចដាក់ item បាទក្នុងនេះយើងដាក់ item.view បាទរួចធ្វើការ save បាទ save ហើយនឹងហៅប្រើអញ្ចឹងយើងអាចហៅប្រើថែមមួយទៀតមកអញ្ចឹងគឺ item បាទរួចធ្វើការ save បន្តមកយើងទៅមើលលទ្ធផលទាំងអស់គ្នាអញ្ចឹងគឺមាន item ថ្មីអញ្ចឹងចុចទៅគឺទៅកាន់ item បាទសរុបសេចក្តីមកវិញយើងបានសិក្សាតកតងទៅនឹង view router យើងបានដឹងពីរបៀបបង្ការដំឡើងរបៀបបង្ការ config និងរបៀបបង្ការប្រើប្រាស់ view router ផងដែរបាទវីដេអូនេះសូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត